ទោះបីជាចេកខ្ចីគឺជាចេកមិនទាន់ទុំតែវាមានការប្រើប្រាស់ផ្សេងគ្នាខណៈពេលដែលអ្នកបរិភោគអាចបរិភោគចេកទុំភ្លាមបានបន្ទាប់ពីបកសម្បកប៉ុន្តែចំពោះចេកខ្ចីវិញអ្នកត្រូវចម្អិនរួមមានដូចជាស្ងោរឬបំពងជាដើមចេកខ្ចីគឺជាប្រភពនៃជាតិកាកសរសៃវីតាមីននិងសារធាតុរ៉ែនិងមានជាតិម្សៅដែលអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបានទៀតផងរួមទាំងការគ្រប់គ្រងទម្ងន់និងបញ្ចុះកម្រិតកូឡេស្តេរ៉ុលក្នុងឈាមផងដែរទាំងនេះគឺជាអត្ថប្រយោជន៍នៃការញ៉ាំចេកខ្ចីចំពោះសុខភាពទី1ប្រភពនៃជាតិកាកសរសៃចេកខ្ចីគឺជាប្រភពនៃជាតិកាកសរសៃការទទួលទានចេកខ្ចីស្ងោរមួយពែងវាមានផ្ទុកជាតិកាកសរសៃចំនួន 3.6 ក្រាមដែលមានចំនួន 14% នៃតម្លៃដែលត្រូវការប្រចាំថ្ងៃជាតិកាកសរសៃដែលត្រូវបានប្រើប្រាស់ប្រចាំថ្ងៃមានចំនួន 2000 កាឡូរីសម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អជាតិកាកសរសៃអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមជំងឺបេះដូងលើសពីនេះទៅទៀតជាតិកាកសរសៃនៅក្នុងអាហារបន្ថយការរំលាយអាហារជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរនិងជួយក្នុងការគ្រប់គ្រងទម្ងន់ផងដែរទី2ជាតិប៉ូតាស្យូមខ្ពស់ចេកខ្ចីមានបរិមាណជាតិប៉ូតាស្យូមនៅក្នុងកម្រិតមួយខ្ពស់ហើយការទទួលទានចេកខ្ចីស្ងោរមួយពែងដែលមានបរិមាណប៉ូតាស្យូមចំនួន531មីលីក្រាមគឺជាការបរិភោគអាហារដែលមានជាតិប៉ូតាស្យូមខ្ពស់ដែលអាចជួយនៅក្នុងការគ្រប់គ្រងសម្ពាធឈាមប៉ុន្តែប្រសិនបើអ្នកមានបញ្ហាកម្រិតជាតិប៉ូតាស្យូមនៅក្នុងឈាមខ្ពស់ឬអ្នកមានជំងឺតម្រងនោមអ្នកគួរពិភាក្សាជាមួយនឹងគ្រូពេទ្យដើម្បីកំណត់ពីបរិមាណនៃចេកខ្ចីដែលសមស្របទៅនឹងផែនការរបបអាហាររបស់អ្នកទី3វីតាមីន B6 នៅក្នុងចេកខ្ចីមានបរិមាណវីតាមីន B6 នៅក្នុងកម្រិតខ្ពស់ហើយវីតាមីន B6 គឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រតិកម្មអង់ស៊ីមជាង100នៅក្នុងរាងកាយរបស់លោកអ្នកវាក៏ចាំបាច់សម្រាប់ការបង្កើតហេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនដឹកនាំអុកស៊ីហ្សែននៅក្នុងរាងកាយរបស់លោកអ្នកផងដែរលើសពីនេះទៅទៀតវីតាមីន B6 ក៏ជួយនៅក្នុងការគ្រប់គ្រងជាតិស្ករនៅក្នុងឈាមរបស់លោកអ្នកបានផងដែរទី4ព្យាបាលជំងឺរាគចេកខ្ចីអាចបង្ការនឹងការព្យាបាលជំងឺរាគបានក៏ប៉ុន្តែអ្នកត្រូវចម្អិនវាឲ្យបានល្អមុនពេលបរិភោគពីព្រោះជំងឺរាគបង្កឡើងដោយការឆ្លងបាក់តេរីវីរុសឬប៉ារ៉ាស៊ីតរោគសញ្ញានៃជំងឺរាគរូសរួមមានឈឺក្បាលចង្អោរអស់កម្លាំងរមួលពោះជាដើមហើយចេកខ្ចីក៏អាចជួយដោះស្រាយនូវបញ្ហារោគសញ្ញាទាំងអស់នេះបានផងដែរ